បុគ្គលអ្នកលះបង់ក្តីសុខផ្ទាល់ខ្លួនមាន3ប្រភេទគឺជនអ្នកលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីសាងសេចក្តីសុខឲ្យដល់មនុស្សក្នុងលោកក្នុងសង្គមជាអ្នកមានឧត្តមគតិខ្ពង់ខ្ពស់នោះព្រោះលោកលើកយកសេចក្តីទុក្ខរបស់មនុស្សសត្វក្នុងលោកមកជាជំហានទី1ក្នុងការដោះស្រាយបញ្ហាដំណើរជីវិតរាល់ប្រតិកម្មដែលមនុស្សប្រភេទនេះធ្វើសិតសឹងតែមានសុខនិងទុក្ខរបស់សត្វសត្វមកជាអារម្មណ៍បុគ្គលប្រភេទនេះបានដល់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ហើយទី2គឺអ្នកដឹកនាំប្រទេសអង្គការសាសនាស្ថាប័នដែលលោកប្រកបដោយកតេធម៌និងយុត្តិធម៌ទី3នោះគឺសំដៅដល់បណ្ឌិតអ្នកប្រាជ្ញដែលលោកឧទ្ទិសខ្លួនដើម្បីជាតិនិងសាសនា